តាន់មែនទែន Toyota Land Cruiser កំពុងធ្វើឲ្យផ្ទុះការចាប់អារម្មណ៍ខ្លាំងក្រោយត្រូវបាញ់ប្រហារពីកាំភ្លើងបែកប៉ុន្តែគ្មានរងការខូចខាតធ្ងន់ធ្ងរយោងតាមប្រភពសារព័ត៌មានក្នុងប្រទេសហ្វីលីពីនមានការលបបាញ់ប្រហារមួយបានកើតឡើងលើអភិបាលក្រុង Zarif Agu លោក Ahmed Apatun កំពុងធ្វើដំណើរត្រឡប់ទៅផ្ទះវិញជាមួយរថយន្ត Land Cruiser ពណ៌ខ្មៅមួយគ្រឿងយោងតាមវីដេអូក្នុងកាមេរ៉ាសារភាពរថយន្ត Toyota Land Cruiser នោះត្រូវបានវាប្រហារដោយកាំភ្លើង B RPG-7 ដែលខ្មែរយើងហៅថាកាំភ្លើង B ត្រយងជែកស្ថិតនៅក្នុងតំបន់ Po Plasico ក្រុង Sharif Agu ខេត្ត Maguindanao Desa យ៉ាងណាមិញក្រោយរងការវាយប្រហារនេះលោកអភិបាលក្រុងមិនមានរបួសធ្ងន់ធ្ងរនោះទេប៉ុន្តែអង្គរៈការពារ2នាក់របស់លោកបានរងរបួសហើយបច្ចុប្បន្នកំពុងសម្រាប់ព្យាបាលនៅមន្ទីរពេទ្យក្រោយហេតុការណ៍នេះបានកើតឡើងរថយន្ត Toyota Land Cruiser ត្រូវបានគេចាត់ទុកថាជាខែសង្គ្រោះជីវិតមែនទេសម្រាប់រថយន្ត Toyota Land Cruiser របស់អភិបាលក្រុង Sharif Agu នេះគឺមិនមែនជារថយន្ត Toyota Land Cruiser ធម្មតានោះទេវាគឺជាប្រភេទរថយន្ត Toyota Land Cruiser Bulletproof ការពារគ្រាប់ហើយរថយន្តនេះគឺជាជម្រើសដ៏ពេញនិយមបំផុតសម្រាប់មន្ត្រីជាន់ខ្ពស់អ្នកជំនួយនិងអង្គការអន្តរជាតិទូទាំងពិភពលោករួមទាំងនៅកម្ពុជាផងដែរសម្រាប់រថយន្ត Toyota Land Cruiser Bulletproof នេះបានបំពាក់មកជាមួយប្រព័ន្ធកម្រិតការពារគ្រាប់ Armor Level ដែលគេនិយមប្រើប្រាស់បំផុតសម្រាប់រថយន្ត Civil មានដូចជាមុខងារការពារគ្រាប់ B6 គឺជាកម្រិតស្តង់ដារដែលអាចការពារគ្រាប់កាំភ្លើង AK47 និង M16 ហើយវាអាចទប់ទល់ការផ្ទុះគ្រាប់បែកដៃចំនួន2គ្រាប់ DM51 នៅក្រោមបាតរថយន្តក្នុងពេលតែមួយបន្ថែមពីនេះរថយន្តនេះក៏បំពាក់មកជាមួយមុខងារការពារ B7 ជាកម្រិតការពារខ្ពស់បំផុតដែលអាចការពារគ្រាប់កាំភ្លើងធំៗនិងប្រភេទគ្រាប់ទម្លុះពីសដែកនៅមិនទាន់អស់ទេបងប្អូនរថយន្តនេះក៏បំពាក់មកជាមួយកញ្ចក់ការពារគ្រាប់ Ballistic Glass ដែលមានកញ្ចក់កម្រាស់ចន្លោះពី39 មីលីម៉ែត្រដល់50 មីលីម៉ែត្រនៅជុំវិញរថយន្តបានបំពាក់មកជាមួយបន្ទះដៃថែបការពារគ្រប់ផ្នែករួមមានទ្វារដំបូលសសរឡាននិងជញ្ជាំងកាត់រវាងម៉ាស៊ីននិងកាប៊ីនចំពោះសម្បកកង់វិញរថយន្តនេះបានបំពាក់មកជាមួយសម្បកកង់ប្រភេទ Run Flex ទោះបីត្រូវគ្រាប់ Air Retrieve ក៏ឡាននៅអាចបើកបរក្នុងល្បឿនមធ្យមក្នុងចម្ងាយ50ទៅ100គីឡូម៉ែត្រចំណុចពិសេសបំផុតគឺការបំពាក់មកជាមួយការការពារធុងសាំងនៅអាគុយបិទជិតដោយបន្ទះដៃដើម្បីការពារការផ្ទុះឬការបាញ់ផ្ដាច់ចរន្តរបស់រថយន្តលែងឲ្យដំណើរការជាមួយគ្នានេះរថយន្តនេះក៏មានការកែសម្រួលប្រព័ន្ធមេកានិកបន្ថែមទៀតដោយសារតែវាបំពាក់មកជាមួយបន្ទះដែកនិងកញ្ចក់ការពារគ្រាប់ធ្វើឲ្យទម្ងន់របស់រថយន្តកើនឡើងពី800ដល់1500គីឡូក្រាមដូច្នេះរថយន្តនេះត្រូវមានការផ្លាស់ប្ដូរបូមថ្មីនិងបំពាក់មកជាមួយថាសហ្វ្រាំងថ្មីនិងបំពាក់មកជាមួយជម្រើសម៉ាស៊ីន V6 ចំនួន 3.5 លីត្រ Twin Turbo ឬម៉ាស៊ីន V8 ដើម្បីផ្ដល់កម្លាំងគ្រប់គ្រាន់ក្នុងការអូសទម្ងន់របស់រថយន្តចំពោះតម្លៃនៃការដំឡើងមុខងារការពារគ្រាប់លើរថយន្ត Toyota Land Cruiser នេះត្រូវបានគេប៉ាត់ស្មានថាមានតម្លៃចន្លោះពី$60000ដល់$150,000នេះគ្រាន់តែជាតម្លៃឈ្នួលកែច្នៃនិងសម្ភារៈមិនទាន់បូកបញ្ចូលតម្លៃឡាននោះទេសម្រាប់បងប្អូនក្រោយពីទស្សនាវីដេអូនេះហើយយល់ឃើញយ៉ាងណាដែរឲ្យបញ្ជាមតិនៅក្នុងវីដេអូនេះបានចុងក្រោយអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូនេះយើងនឹងជួបគ្នានៅវីដេអូក្រោយទៀត